jetzt deine Stimme ab? Wenn ja, dann tritt für mich ein, so wie ich für dich eingetreten bin. ខ្ញុំបាទសូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីនៅក្នុងវីដេអូនេះគឺខ្ញុំនិយាយអំពីមូលហេតុសំខាន់មួយចំនួនដែលធ្វើឲ្យលោក Adolf Hitler គាត់សម្រេចចិត្តធ្វើអត្តឃាតខ្លួនឯងនៅក្នុងសម័យកាលសង្គ្រាមលោកលើកទី2និងនិយាយអំពីការបែងចែកប្រទេសអាល្លឺម៉ង់ជា4ចំណែកក្រោយពីសង្គ្រាមលោកលើកទី2ត្រូវបានបិទបញ្ចប់ដោយមួយចំណែកគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហភាពសូវៀតនិង3ចំណែកផ្សេងទៀតគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិករបស់អង់គ្លេសនិងរបស់បារាំងបងប្អូនទាំងអស់គ្នាដើម្បីអាចយល់ដឹងស៊ីជម្រៅអំពីការធ្វើអត្តឃាតរបស់លោក Adolf Hitler ខ្ញុំចង់ឲ្យបងប្អូនដឹងថាអាល្លឺម៉ង់គឺជាប្រទេសដំបូងគេដែលជាអ្នកផ្ដើមអុចអាលបង្កើតសង្គ្រាមលោកលើកទី2ដោយកាលនោះគឺ Adolf Hitler ជាអ្នកដឹកនាំប្រទេសអាល្លឺម៉ង់ក៏ប៉ុន្តែដោយសារតែសមរភូមិសង្គ្រាមលោកលើកទី2នៅចុងបញ្ចប់គឺអត់អាចវាយឈ្នះក្រុមសម្ព័ន្ធមិត្តដែលធ្វើឲ្យអាល្លឺម៉ង់បានចាញ់សង្គ្រាមលោកលើកទី2ដោយគ្មានលក្ខខណ្ឌនៅពេលនោះហើយគឺ Adolf Hitler គាត់ក៏បានសម្រេចចិត្តដើម្បីធ្វើអត្តឃាតខ្លួនឯងនៅថ្ងៃទី30ខែមេសាឆ្នាំ1945នៅក្នុងលេនដ្ឋានក្រោមដីក្នុងទីក្រុងប៊ែកឡាំងដោយសារតែ Hitler គាត់មិនចង់រស់នៅឃើញពីភាពបរាជ័យរបស់អាល្លឺម៉ង់តទៅទៀតក៏ប៉ុន្តែមានមូលហេតុសំខាន់ចំនួន4ដែលធ្វើឲ្យ Hitler គាត់សម្រេចចិត្តធ្វើអត្តឃាតខ្លួនឯងទី1គឺការដួលរលំនៃរបបណាស៊ីរបស់អាល្លឺម៉ង់បងប្អូននៅពេលនោះកងទ័ពសហភាពសូវៀតគឺបានវាយលុកចូលដល់កណ្ដាលទីក្រុងប៊ែកឡាំងទៅហើយអាល្លឺម៉ង់គឺគ្មានលទ្ធភាពការពារខ្លួនតទៅទៀតដែរហើយ Hitler គាត់ក៏បានដឹងច្បាស់ថាអាល្លឺម៉ង់ប្រកាសជានឹងត្រូវចាញ់សង្គ្រាមលោកលើកទី2ទាំងស្រុងមូលហេតុចម្បងទី2គឺខ្លាចការចាប់ខ្លួននិងខ្លាចភាពអាម៉ាស់គឺលោក Hitler មិនចង់រស់នៅដើម្បីឃើញការដួលរលំនៃចក្រភពអាល្លឺម៉ង់ឬមួយក៏ត្រូវកងទ័ពសត្រូវចាប់ខ្លួនគាត់បាននោះទេដូច្នោះហើយគឺលោកខ្លាចត្រូវគេយកទៅកាត់ទោសជាសាធារណៈឬមួយក៏ត្រូវគេយកទៅធ្វើបាបដើម្បីឲ្យអាម៉ាស់មុខគឺមានន័យថា Hitler គាត់ដឹងថាគាត់មិនអាចរស់ហើយប៉ុន្តែគាត់ចង់ស្លាប់ដោយមានកិត្តិយសចំណែកមូលហេតុចម្បងទី3គឺមេរៀនពីលោក Mussolini ដែលជាមេដឹកនាំរបស់អ៊ីតាលីហើយក៏ជាដៃគូរបស់ Hitler នៅក្នុងសម័យកាលសង្គ្រាមលោកលើកទី2គឺមុនពេលដែលស្លាប់ពី3ថ្ងៃ Hitler បានទទួលដំណឹងថាមិត្តភ័ក្តិរបស់គាត់នឹងគឺលោក Benito Mussolini ដែលជាមេដឹកនាំហ្វាស៊ីអ៊ីតាលីត្រូវបានគេសម្លាប់ហើយសាកសពរបស់លោក Mussolini នឹងត្រូវបានគេយកទៅព្យួរជើងឡើងលើដែលធ្វើឲ្យមហាជននឹងគាត់អាចស្ដោះទឹកមាត់អាចជន់ឈ្លីឬមួយក៏អាចជេរប្រមាថបានតាមតែចិត្តដូច្នោះហើយ Hitler គាត់ខ្លាចជួបវាសនាអញ្ចឹងដែរទើបធ្វើឲ្យលោកបញ្ជាឲ្យគេដុតសាកសពរបស់លោកចោលភ្លាមក្រោយពេលដែលលោកស្លាប់បងប្អូនទាំងអស់គ្នាចំពោះមូលហេតុទី4ដែលធ្វើឲ្យ Hitler គាត់សម្រេចចិត្តធ្វើអត្តឃាតខ្លួនឯងគឺដោយសារតែការបាត់បង់ទំនុកចិត្តលើមន្ត្រីជិតស្និទ្ធរបស់ខ្លួនគឺនៅក្នុងថ្ងៃចុងក្រោយ Hitler គាត់មានអារម្មណ៍ថាត្រូវបានមន្ត្រីក្រោមអាវ៉ាតនឹងក្បត់ដែលធ្វើឲ្យលោកយល់ថាគឺអស់ផ្លូវសម្រាប់ដើរហើយជំរឿសតែមួយគត់គឺមានតែសេចក្តីស្លាប់ទេហើយលោកក៏បានសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯងតែម្ដងទៅគឺលោក Adolf Hitler គាត់សម្រេចចិត្តបាញ់សម្លាប់ខ្លួនឯងចំក្បាលហើយខណៈដែលភរិយារបស់លោកដែលមានឈ្មោះថាអ្នកស្រី Eva Braun នឹងក៏បានលាបថ្នាំពុលសម្លាប់ខ្លួនឯងតាមក្រោយដែរហើយក្រោយមកសាកសពរបស់ Hitler និងភរិយាក៏ត្រូវបានគេយកទៅដុតចោលតាមបំណងចុងក្រោយរបស់គាត់ដើម្បីកុំឲ្យកងទ័ពសហភាពសូវៀតយកទៅធ្វើជាភស្តុតាងបានដើម្បីយកទៅប្រមាថនៅពេលក្រោយក៏ប៉ុន្តែកិច្ចអត់ផុតទេបងប្អូនចុងក្រោយទៅសហភាពសូវៀតគាត់រកឃើញសាកសពរបស់ Hitler ដដែលចំពោះមូលហេតុនៃការរកឃើញសាកសពរបស់ Adolf Hitler ពីសំណាក់សហភាពសូវៀតបន្តិចទៀតខ្ញុំនឹងជម្រាបបងប្អូនថាហេតុអ្វីបានសូវៀតរកឃើញហើយថាតើសូវៀតនៅពេលដែលគាត់រកឃើញសាកសពដែលគេដុតកំទេចចោលហើយនឹងតើគាត់អាចសម្គាល់បានថាជាសាកសពរបស់ Adolf Hitler ដោយរបៀបណាបងប្អូនទាំងអស់គ្នាមួយថ្ងៃបន្ទាប់ពីការស្លាប់របស់លោក Adolf Hitler គឺនៅថ្ងៃទី1ខែឧសភាឆ្នាំ1945វិទ្យុអាល្លឺម៉ង់បានប្រកាសថា Hitler បានស្លាប់ហើយគឺស្លាប់ក្នុងពេលដែលប្រយុទ្ធគ្នាយ៉ាងក្លាហានជាមួយនឹងសហភាពសូវៀតដែលប្រឆាំងនឹងពួកកុម្មុយនីសសូវៀត
ដើម្បីរក្សាមុខមាត់ដើម្បីរក្សាកិត្តិយសរបស់ Adolf Hitler ថាជាវីរបុរសបើទោះបីជាការពិតគឺ Hitler បានសម្រេចចិត្តធ្វើអត្តឃាតសម្រាប់ខ្លួនឯងទេមិនមែនស្លាប់ដោយសារតែការតស៊ូយ៉ាងក្លាហានជាមួយសត្រូវនោះទេបន្ទាប់មកទៀតនៅថ្ងៃទី2ខែឧសភាឆ្នាំ1945កងទ័ពសហភាពសូវៀតបានគ្រប់គ្រងទីក្រុងប៊ែកឡាំងទាំងស្រុងតែម្ដង5ថ្ងៃក្រោយមកទៀតបងប្អូនគឺនៅថ្ងៃទី7ខែឧសភាឆ្នាំ1945អាល្លឺម៉ង់ក៏បានចុះហត្ថលេខាលើឯកសារចុះចាញ់សង្គ្រាមលោកលើកទី2ដោយគ្មានលក្ខខណ្ឌនៅក្នុងទីក្រុងរ៉ាងប្រទេសបារាំងហើយនឹងម្ដងទៀតនៅក្នុងទីក្រុងប៊ែកឡាំងនៅថ្ងៃទី8ខែឧសភាឆ្នាំ1945ហើយនៅថ្ងៃទី8ខែឧសភានោះហើយត្រូវបានគេស្គាល់ថាជាថ្ងៃជ័យជំនះសម្រាប់សង្គ្រាមលោកលើកទី2នៅក្នុងតំបន់អឺរ៉ុបបងប្អូនទាំងអស់គ្នាជាទីស្នេហាយើងថ្លែងអំពីសាកសពរបស់លោក Adolf Hitler វិញម្ដងគឺនៅថ្ងៃទី5ខែឧសភាកងទ័ពសហភាពសូវៀតបានរកឃើញសាកសពដែលត្រូវគេដុតខ្លោចរបស់លោក Adolf Hitler និងភរិយារបស់គាត់គឺអ្នកស្រី Eva Braun នៅក្នុងរណ្ដៅក្បែរលេនដ្ឋានមួយនៅពេលនោះដើម្បីសម្គាល់ដឹងថាសាកសពនោះគឺជាសាកសពរបស់លោក Adolf Hitler សូវៀតបានប្រើប្រាស់កំណត់ត្រាថ្មិញដើម្បីយកទៅធ្វើកសលវិច័យហើយក្រោយមកសាកសពរបស់លោក Adolf Hitler ត្រូវបានសូវៀតយកទៅបញ្ចុះជាសម្ងាត់នៅកន្លែងផ្សេងៗគ្នាបងប្អូនគឺជាច្រើនលើកជាច្រើនកន្លែងដើម្បីបំភាន់ភ្នែករបស់សាធារណជនរបស់អាល្លឺម៉ង់ដើម្បីកុំឲ្យដឹងថារណ្ដៅសាកសពរបស់ Hitler គេយកទៅបញ្ចុះនៅកន្លែងណារហូតដល់ឆ្នាំ1970ទើបភ្នាក់ងារសម្ងាត់ KGB របស់សហភាពសូវៀតបានជីកយកសាកសពរបស់ Adolf Hitler ទៅដុតកំទេចចោលទាំងស្រុងតែម្ដងនិងបានបាចធាតុរបស់ Adolf Hitler ចូលទៅក្នុងទន្លេដើម្បីការពារកុំឲ្យពួកអ្នកគាំទ្ររបបណាស៊ីអាល្លឺម៉ង់យកកន្លែងសាកសពដែលគេបូជាសពរបស់ Adolf Hitler ហ្នឹងទៅធ្វើជាកន្លែងគ្រប់សក្ការៈបូជានៅពេលក្រោយនិយាយអំពីមេដឹកនាំមួយចំនួនទៀតរបស់របបណាស៊ីអាល្លឺម៉ង់ដែលនៅរស់រានមានជីវិតក៏ត្រូវបានគេចាប់ខ្លួនហើយយកទៅកាត់ទោសពីបទឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិផងដែរហើយក្រោយសង្គ្រាមបងប្អូនទាំងអស់គ្នាគឺប្រទេសអាល្លឺម៉ង់ត្រូវបានបែងចែកជា4តំបន់ដោយឡែកផ្សេងពីគ្នាដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិកដោយអង់គ្លេសដោយបារាំងនិងដោយសហភាពសូវៀតដែលជាអ្នកឈ្នះនៅក្នុងសម័យកាលសង្គ្រាមលោកលើកទី2កាលពិតទៅប្រទេសទាំង4នេះនៅក្នុងសម័យកាលសង្គ្រាមលោកលើកទី2ដែលគេហៅថាជាក្រុមសម្ព័ន្ធមិត្តជាអ្នកឈ្នះសង្គ្រាមដូចគ្នាក៏ប៉ុន្តែក្រោយមកទៀតដោយសារតែលទ្ធិនៃការដឹកនាំដែលគេហៅថាមនោគមវិជ្ជាផ្សេងគ្នាដោយម្ខាងជាប្លុកសេរីនិងម្ខាងទៀតជាប្លុកកុម្មុយនីសដែលធ្វើឲ្យប្រទេសទាំង4ហ្នឹងចុងក្រោយបានក្លាយជាសត្រូវនឹងគ្នាយ៉ាងស្រួចស្រាវជាពិសេសរវាងសហរដ្ឋអាមេរិកនិងសហភាពសូវៀតថ្លែងអំពីអាល្លឺម៉ង់ក្រោយពេលនៃការបែងចែកជា4ចំណែកគឺតំបន់ភាគខាងកើតបានក្លាយទៅជាតំបន់របស់សហភាពសូវៀតដែលគ្របដណ្ដប់លើផ្នែកខាងកើតនៃប្រទេសអាល្លឺម៉ង់ដែលក្រោយមកបានក្លាយទៅជាប្រទេសអាល្លឺម៉ង់ខាងកើតហៅកាត់ថា GDR ហើយប្រកាន់យកនៅរបបដឹកនាំតាមបែបកុម្មុយនីសរបស់សហភាពសូវៀតចំណែកឯ3ចំណែកផ្សេងទៀតបងប្អូនគឺនៅប៉ែកខាងលិចត្រូវស្ថិតក្រោមការកាន់កាប់របស់ប្រទេស3គឺសហរដ្ឋអាមេរិកអង់គ្លេសនិងប្រទេសបារាំងយ៉ាងណាក៏ដោយចំពោះទីក្រុងប៊ែកឡាំងបងប្អូនក៏ត្រូវបានគេបែងចែកជា4ចំណែកដូចគ្នាដែរគឺបើទោះបីជាទីក្រុងប៊ែកឡាំងស្ថិតនៅចំកណ្ដាលតំបន់ដែលគ្រប់គ្រងដោយសហភាពសូវៀតក៏ដោយក៏ទីក្រុងហ្នឹងត្រូវបានបែងចែកជា4ចំណែកដូចគ្នាដោយប៊ែកឡាំងខាងកើតគឺគ្រប់គ្រងដោយសហភាពសូវៀតដែលជាប្រទេសកុម្មុយនីសដ៏ធំនៅលើពិភពលោកហើយប៊ែកឡាំងខាងលិចគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាមេរិករបស់អង់គ្លេសនិងរបស់បារាំងដែលបានក្លាយជាកោះប្រជាធិបតេយ្យនៅក្នុងទឹកដីកុម្មុយនីសបងប្អូនទាំងអស់គ្នាការពិតទៅការបែងចែកអាល្លឺម៉ង់ជា4ចំណែកនេះគឺសុទ្ធតែមានគោលបំណងរបស់គេទី1គឺដើម្បីលុបបំបាត់របបណាស៊ីអាល្លឺម៉ង់គឺដើម្បីដកមន្ត្រីណាស៊ីរបស់អាល្លឺម៉ង់ចេញពីអំណាចនិងដើម្បីកំទេចចោលនៅមនោគមវិជ្ជាហ្វាស៊ីសដែលជាមនោគមវិជ្ជាដែលជាកំអែលរបស់លោក Adolf Hitler ទី2គឺដើម្បីរំសាយអាវុធគឺបញ្ឈប់ការផលិតអាវុធនិងរំសាយកងទ័ពរបស់អាល្លឺម៉ង់ទាំងអស់ចោលតែម្ដងហើយទី3គឺដើម្បីសងជាមួយចិត្តបងប្អូនសហភាពសូវៀតគឺបានដកហូតគ្រឿងចក្រឬមួយក៏ធនធានផ្សេងពីតំបន់ដែលខ្លួនគ្រប់គ្រងនឹងយកទៅប្រទេសរបស់ខ្លួនវិញ
ដើម្បីប៉ះប៉ូវនៅការខូចខាតនៅក្នុងសង្គ្រាមលោកលើកទី2ដែលសហភាពសូវៀតបានចំណាយបងប្អូនទាំងអស់គ្នាក៏ប៉ុន្តែនាពេលក្រោយមកដោយសារតែមានការខ្វែងគំនិតគ្នារវាងសហភាពសូវៀតនិងមហាអំណាចខាងលិចដែលមានសហរដ្ឋអាមេរិកជាប្រធានមានអង់គ្លេសនិងមានបារាំងនៅក្នុងឆ្នាំ1949បងប្អូនតំបន់របស់សហរដ្ឋអាមេរិកអង់គ្លេសនិងបារាំងគឺបានបង្រួមគ្នាទៅជាសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ដែលគេហៅថាអាល្លឺម៉ង់ខាងលិចដោយឡែកសូវៀតក៏បានបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់ដែលគេហៅថាអាល្លឺម៉ង់ខាងកើតជាផ្លូវការដើម្បីជាការឆ្លើយតបផងដែរបងប្អូនទាំងអស់គ្នាដោយសារតែភាពតានតឹងនឹងបាននាំឲ្យមានការសាងសង់ជញ្ជាំងបៀកឡាំងនៅក្នុងឆ្នាំ1961ដើម្បីទប់ស្កាត់ប្រជាជនពីខាងកើតមិនឲ្យរត់ទៅរកអាល្លឺម៉ង់ខាងលិចបាននិយាយអំពីឆាកជីវិតរបស់ប្រជាជនអាល្លឺម៉ង់នៅពេលនោះគឺមានភាពវេទនាដាច់ដោយឡែកពីគ្នាគឺបានន័យថាប្រទេសអាល្លឺម៉ង់ខាងកើតដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហភាពសូវៀតប្រជាជនគឺមានជីវភាពខ្វះខាតហើយមិនសូវមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិអ្វីនោះទេក៏ប៉ុន្តែចំពោះអាល្លឺម៉ង់ខាងលិចដែលស្ថិតនៅក្រោមការគ្រប់គ្រងតាមបែបសេរីប្រជាជនមានសិទ្ធិសេរីភាពហើយសេដ្ឋកិច្ចក៏មានការរីកចម្រើនការហូបចុកក៏បានគ្រប់គ្រាន់ផងដែរបងប្អូនទាំងអស់គ្នាថ្លែងអំពីជីវិតរបស់ប្រជាជនអាល្លឺម៉ង់ខាងកើតដែលស្ថិតនៅក្រោមការឃ្លាំមើលរបស់សហភាពសូវៀតជីវិតគឺជួបរសជាតិជូរចត់ជាច្រើនទីមួយគឺសេដ្ឋកិច្ចខ្វះខាតប្រជាជនបានជួបប្រទះនៅការខ្វះខាតស្បៀងអាហារនិងទំនិញប្រើប្រាស់ជាចាំបាច់ប្រចាំថ្ងៃហើយដើម្បីអាចទិញរបស់របរធម្មតាដូចជាចេកដូចជាកាហ្វេជួនកាលគឺត្រូវតម្រង់ជួររាប់ម៉ោងដើម្បីទៅទិញហើយរថយន្តដូចជា Trans-Ban គឺត្រូវកក់ទុកជាច្រើនឆ្នាំបានអាចទិញជិះបានហើយទី2ឆាកជីវិតរបស់ប្រជាជននៅអាល្លឺម៉ង់ខាងកើតគឺស្ថិតនៅក្រោមការឃ្លាំមើលដោយប៉ូលីសសម្ងាត់ដែលមានឈ្មោះថា Stasi ដែលជាប៉ូលីសរបស់សហភាពសូវៀតបងប្អូនទាំងអស់គ្នាប៉ូលីសសម្ងាត់ Stasi គឺមានបណ្ដាញអ្នកផ្ដល់ព័ត៌មាននៅគ្រប់ទីកន្លែងសូម្បីតែនៅក្នុងចំណោមមិត្តភ័ក្តិនិងសមាជិកគ្រួសារក៏មានប៉ូលីសសម្ងាត់បង្កប់ខ្លួនផងដែរនឹងគឺប្រៀបដូចជាជីវិតរបស់ប្រជាពលរដ្ឋខ្មែរយើងដែលរស់នៅក្នុងរបបខ្មែរក្រហមសូម្បីតែកូនក៏រាយការណ៍អំពីឪពុកដើម្បីប្រាប់អង្គការផងដែរអាល្លឺម៉ង់គឺដូចគ្នាអញ្ចឹងបងប្អូនហើយនៅពេលនោះគឺការរិះគន់រដ្ឋាភិបាលក៏អាចនាំឲ្យមានការចាប់ដាក់គុកភ្លាមៗផងដែរបើន័យថាប្រជាជនអាល្លឺម៉ង់ទោះបីជារស់នៅលំបាកយ៉ាងណាក៏ដោយក៏ប៉ុន្តែប្រសិនបើហ៊ានរិះគន់គឺដឹងតែគុកហើយបងប្អូនទាំងអស់គ្នាទី3គឺពាក់ព័ន្ធទៅនឹងការរឹតបន្តឹងសិទ្ធិសេរីភាពបើន័យថាប្រជាជនអាល្លឺម៉ង់ខាងកើតមិនត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរទៅក្រៅប្រទេសនោះទេជាពិសេសគឺទៅកាន់បេកឡាំងខាងលិចហើយទូរទស្សន៍ឬមួយក៏វិទ្យុពីខាងលិចក៏ត្រូវបានហាមឃាត់បើទោះបីជាមានអ្នកលួចស្ដាប់លួចមើលយ៉ាងណាក៏ដោយថ្លែងអំពីជីវិតរបស់ប្រជាជននៅអាល្លឺម៉ង់ខាងលិចវិញគឺខុសគ្នាឆ្ងាយ190ដឺក្រេតែម្ដងពីជីវិតរបស់ប្រជាជននៅអាល្លឺម៉ង់ខាងកើតប្រជាជននៅអាល្លឺម៉ង់ខាងលិចគឺមានសេដ្ឋកិច្ចរីកចម្រើនជាពិសេសក្រោមជំនួយពីសហរដ្ឋអាមេរិកដែលគេហៅថា Marshall Plan បេកឡាំងខាងលិចគឺសម្បូរទៅដោយទំនិញទំនើបមានហាងទំនិញហើយជីវិតក៏រស់នៅមានភាពរស់រវើកផងដែរថ្លែងអំពីសិទ្ធិសេរីភាពវិញគឺប្រជាជនអាល្លឺម៉ង់ខាងលិចគឺអាចធ្វើដំណើរដោយសេរីអាចបញ្ចេញមតិដោយសេរីហើយនឹងអាចទទួលបានព័ត៌មានពីជុំវិញពិភពលោកផងដែរហើយវាក៏បានក្លាយជាមជ្ឈមណ្ឌលវប្បធម៌តន្ត្រីសិល្បៈដែលទាក់ទាញយុវជនអាល្លឺម៉ង់ខាងលិចឲ្យមានភាពរីកចម្រើនផងដែរនេះគឺជាចំណុចខុសគ្នារវាងការដឹកនាំតាមបែបសេរីនិងបែបកុម្មុយនីសបងប្អូនទាំងអស់គ្នាដោយសារតែឆាកជីវិតប្រជាជនអាល្លឺម៉ង់ខាងកើតជូរចត់ខ្លាំងពេករស់នៅប្រៀបដូចជានៅក្នុងឋាននរកអញ្ចឹងហើយគឺបានធ្វើឲ្យប្រជាជនមួយចំនួនសម្រេចចិត្តធ្វើការរត់គេចខ្លួនចេញពីអាល្លឺម៉ង់ខាងកើតទៅកាន់អាល្លឺម៉ង់ខាងលិចបើទោះបីជាប្រឈមមុខនឹងគ្រោះថ្នាក់ស្លាប់បាត់បង់ជីវិតយ៉ាងណាក៏ដោយបងប្អូនទាំងអស់គ្នាដោយសារតែភាពខុសគ្នានឹងហើយបានធ្វើឲ្យប្រជាជនអាល្លឺម៉ង់មួយចំនួននៅក្នុងប្រទេសអាល្លឺម៉ង់ខាងកើតបានសម្រេចចិត្តរត់គេចខ្លួនទៅកាន់អាល្លឺម៉ង់ខាងលិចហើយវិធីនៃការរត់គេចខ្លួនគឺមានច្រើនរបៀបដូចជាការជីករូងក្រោមដីបងប្អូនគឺផ្លូវក្រោមដីជាច្រើនត្រូវបានជីកនៅក្រោមជញ្ជាំងបេកឡាំងដើម្បីគេចខ្លួនទៅអាល្លឺម៉ង់ខាងលិចហើយវិធីផ្សេងទៀតគឺដូចជាការលាក់ខ្លួននៅក្នុងជានជំនិះគឺលាក់ខ្លួននៅក្នុងឡានឬមួយក៏កែច្នៃឡានឲ្យតូចដើម្បីជិះកាត់របាំងផ្សេងហើយការរត់គេចខ្លួនមួយវិធីទៀតគឺជាវិធីដែលប្រថុយប្រថាននឹងជីវិតមែនទែនគឺពាក់ព័ន្ធនឹងការហោះហើរនៅទីនេះមិនមែនហោះហើរដោយយន្តហោះនោះទេគឺប្រើបាឡុងខ្យល់ក្តៅដើម្បីកែច្នៃបើន័យថាគឺជិះខ្សែរ៉កពីអាគារខ្ពស់ពីអាល្លឺម៉ង់ខាងកើតដើម្បីគេចខ្លួនទៅអាល្លឺម៉ង់ខាងលិច
នៅក្នុងការកិច្ចខ្លួនហ្នឹងប្រសិនបើទាហានរបស់អាល្លឺម៉ង់ខាងកើតឃើញគឺគេបាញ់សម្លាប់ចោលតែម្ដងបងប្អូននេះហើយគឺជាគ្រោះថ្នាក់មួយដែលប្រជាជនអាល្លឺម៉ង់ខាងកើតគាត់ជួបប្រទះក៏ប៉ុន្តែគាត់អត់ខ្លាចស្លាប់ទេព្រោះអីគឺព្រោះតែរស់នៅវាប្រៀបដូចជាស្លាប់បាត់ទៅហើយដូច្នេះវិធីគឺបើទោះបីជាប្រឈមមុខនឹងសេចក្តីស្លាប់ប្រសិនបើគាត់អាចកិច្ចខ្លួនទៅដល់អាល្លឺម៉ង់ខាងលិចបានន័យថាជីវិតគាត់អាចជួបនឹងសិទ្ធិសេរីភាពក៏ប៉ុន្តែបើសិនជាគាត់មិនសម្រេចចិត្តរត់គេចខ្លួនទេបានន័យថាគាត់សុខចិត្តទទួលយកជីវិតតាមបែបបាទគឺរស់នៅដូចជានៅក្នុងឋាននរកអញ្ចឹងបងប្អូនទាំងអស់គ្នាក៏ប៉ុន្តែយ៉ាងណាក៏ដោយភាពលំបាកគឺត្រូវបានបិទបញ្ចប់នៅថ្ងៃទី9ខែវិច្ឆិកាឆ្នាំ1989ដោយពេលនោះជញ្ជាំងបែកឡាំងគឺត្រូវបានដួលរលំក៏ប៉ុន្តែមិននៅសុកជញ្ជាំងបែកឡាំងដួលរលំទេប៉ុន្តែដួលរលំដោយសារតែការផ្លាស់ប្ដូរនៃបរិបទនយោបាយពិភពលោកនៅពេលនោះហើយក្រោយជញ្ជាំងបែកឡាំងដួលរលំគឺវាបានคล้ายទៅជាព្រឹត្តិការណ៍ដ៏រំភើបបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រពិភពលោកក៏ដូចជាប្រវត្តិសាស្ត្រនៃអាល្លឺម៉ង់ផងដែរបងប្អូនទាំងអស់គ្នាចំពោះមូលហេតុនៃការឈានទៅរកការដួលរលំនៃជញ្ជាំងបែកឡាំងដែលខណ្ឌចែកគ្នារវាងអាល្លឺម៉ង់ខាងលិចនិងអាល្លឺម៉ង់ខាងកើតទីមួយគឺដោយសារតែការបាតុកម្មអហិង្សាបងប្អូននៅពេលកណ្ដាលឆ្នាំ1989ប្រជាជនអាល្លឺម៉ង់ខាងកើតរាប់ម៉ឺននាក់ដោយសារតែទ្រាំមិនបានក៏បាននាំគ្នាធ្វើបាតុកម្មជារៀងរាល់ថ្ងៃច័ន្ទដើម្បីទាមទារសិទ្ធិសេរីភាពនិងលទ្ធិប្រជាធិបតេយ្យទី2គឺការបើកព្រំដែននៅប្រទេសជិតខាងពីសំណាក់ប្រទេសហុងគ្រីនិងប្រទេសឆេកូស្លូវ៉ាគីគឺបានបើកព្រំដែនរបស់ពួកគេដែលធ្វើឲ្យប្រជាជនអាល្លឺម៉ង់ខាងកើតរាប់ពាន់នាក់ហ្នឹងគឺអាចសម្រុកចេញទៅកាន់អាល្លឺម៉ង់ខាងលិចតាមផ្លូវនោះបានហើយទី3គឺដោយសារតែការធ្វើកំណែទម្រង់របស់សហភាពសូវៀតបងប្អូនទាំងអស់គ្នានៅពេលនោះសហភាពសូវៀតគឺស្ថិតនៅក្រោមការដឹកនាំរបស់លោក Mikhail Gorbachev ហើយគាត់បានដាក់ចេញនូវនយោបាយកែតម្រង់និងប្រកាសថាសូវៀតនឹងមិនប្រើកម្លាំងបាយដើម្បីបង្ក្រាបបាតុកម្មនៅក្នុងប្រទេសអឺរ៉ុបខាងកើតទៀតនោះទេគឺនៅក្នុងប្រទេសអាល្លឺម៉ង់ខាងកើតនោះឯងបងប្អូនហើយចំណុចពិសេសមួយទៀតគឺដោយសារតែមានកំហុសឆ្គងផ្នែកបច្ចេកទេសដែលឈានទៅដល់ការផ្លាស់ប្ដូរប្រវត្តិសាស្ត្ររបស់អាល្លឺម៉ង់នោះផងដែរគឺនៅល្ងាចថ្ងៃទី9ខែវិច្ឆិកាឆ្នាំ1989មន្ត្រីអាល្លឺម៉ង់ខាងកើតម្នាក់ដែលមានឈ្មោះថា Gunther គឺគាត់បានធ្វើសន្និសីទកាសែតអំពីច្បាប់ធ្វើដំណើរថ្មីនៅពេលដែលអ្នកកាសែតសួរថាតើច្បាប់ថ្មីនេះចាប់ផ្ដើមអនុវត្តនៅពេលណានៅពេលនោះមន្ត្រីរូបនោះគាត់ក៏បានឆ្លើយទាំងច្រឡំថាភ្លាមឥឡូវនេះតាមពិតច្បាប់នោះគឺគ្រោងនឹងអនុវត្តនៅថ្ងៃបន្ទាប់ហើយក៏មានលក្ខខណ្ឌស្មុគស្មាញជាច្រើនផងដែរបងប្អូនទាំងអស់គ្នាដោយសារតែការភ័ន្តច្រឡំហ្នឹងក្រោយមកព័ត៌មានហ្នឹងក៏បានរីករាលដាលភ្លាមតាមវិទ្យុឬមួយក៏តាមទូរទស្សន៍ផ្សេងហើយមនុស្សរាប់ម៉ឺននាក់ក៏បានសម្រុកទៅកាន់ប៉ុស្តិ៍ត្រួតពិនិត្យនៅជញ្ជាំងបែកឡាំងនៅពេលនោះគឺទាហានដែលយាមព្រំដែនក៏មានការភ័ន្តច្រឡំដែរដោយសារតែមិនទាន់មានប័ណ្ណបញ្ជាច្បាស់លាស់ពីមេដឹកនាំទាហានយាមព្រំដែនក៏មិនហ៊ានបាញ់ប្រហារទៅលើហ្វូងមនុស្សដ៏ច្រើនលើសលប់នោះដែរហើយនៅម៉ោងប្រហែលជា 11:30 នាទីយប់ប៉ុស្តិ៍ត្រួតពិនិត្យដំបូងត្រូវបានបើកហើយមនុស្សពីខាងកើតនិងខាងលិចបានរត់មកអោបគ្នាដោយក្តីរំភើបហើយអ្នកខ្លះក៏បានសម្រាកទឹកភ្នែកផងដែរបងប្អូនទាំងអស់គ្នាបន្ទាប់ពីព្រឹត្តិការណ៍នោះមកជញ្ជាំងបែកឡាំងគឺត្រូវបានដួលរលំហ្នឹងគឺដោយសារតែមនុស្សម្នាជាច្រើនរបស់ប្រជាជនអាល្លឺម៉ង់គឺគាត់បានយកញញួរឬមួយក៏ចបជីកឬមួយក៏ឧបករណ៍ផ្សេងដើម្បីយកទៅវាយគំទេចជញ្ជាំងបេតុងបែកឡាំងចោលតែម្ដងហើយរូបភាពឈររាយរាំនៅលើជញ្ជាំងបែកឡាំងក៏បានក្លាយជាទិដ្ឋភាពដ៏ល្បីល្បាញបំផុតមួយគឺជាទិដ្ឋភាពនៃសេរីភាពសារជាថ្មីនៃប្រជាជាតិអាល្លឺម៉ង់បងប្អូនទាំងអស់គ្នាហើយលទ្ធផលចុងក្រោយគឺមិនដល់1ឆ្នាំផងក្រោយការដួលរលំជញ្ជាំងបែកឡាំងគឺនៅថ្ងៃទី3ខែតុលាឆ្នាំ1990ប្រទេសអាល្លឺម៉ង់ទាំងពីរគឺអាល្លឺម៉ង់ខាងកើតនិងអាល្លឺម៉ង់ខាងលិចក៏បានបង្រួបបង្រួមគ្នាជាផ្លូវការទៅជាប្រទេសតែមួយឡើងវិញហើយព្រឹត្តិការណ៍ហ្នឹងក៏បានបង្កជាប្រតិកម្មជាខ្សែចង្វាក់ដែលនាំឲ្យមានការដួលរលំរបបកុម្មុយនីសនៅទូទាំងតំបន់អឺរ៉ុបហើយក៏ជាការរលាយសាបសូន្យនៃសហភាពសូវៀតនៅក្នុងឆ្នាំ1991ហើយបច្ចុប្បន្នសូវៀតបានក្លាយទៅជាប្រទេសរុស្ស៊ីដែលស្ថិតនៅក្រោមការដឹកនាំរបស់លោក Vladimir Putin និយាយអំពីអាល្លឺម៉ង់វិញសប្តាហ៍នេះគឺជញ្ជាំងបែកឡាំងនៅសល់តែបំណែកខ្លះតូចតែប៉ុណ្ណោះហើយត្រូវបានរក្សាទុកជាវិមានអនុស្សាវរីយ៍ឬមួយក៏ជារូបភាពសិល្បៈដើម្បីជាអនុស្សាវរីយ៍នៃការបែងចែកអាល្លឺម៉ង់ចេញជាពីរអំឡុងកាលសម័យសង្គ្រាមត្រជាក់ផងដែរបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះគឺមានត្រឹមតែប៉ុណ្ណេះខ្ញុំបាទសូមអរគុណចំពោះបងប្អូនដែលបានចំណាយពេលស្ដាប់ដល់នាទីនេះហើយសូមអធិស្ឋានផងដែររាល់កំហុសខុសឆ្គងឬមួយក៏ការអត្ថាធិប្បាយរបស់ខ្ញុំមិនសូវរលូន
ចុងក្រោយគឺសូមគោរពជូនពរបងប្អូនទាំងអស់គ្នាឲ្យមានសុខភាពល្អមានសំណាងល្អសូមអរគុណសូមគោរពលា